ឡូថ្ងៃនេះថ្ងៃអង្គារទី14 ខែ 4 ឆ្នាំ 2026 ថ្មភាពព្រះអង្គមុតសង្ឃគង់នៅវត្តខ្មែរលវែលទីក្រុងលវែលសហរដ្ឋអាមេរិកហើយក្នុងឱកាសពេលនេះដែរថ្មមានចិត្តរីករាយសប្បាយនឹងកម្មវិធីព្រោះមួយឆ្នាំមានម្ដងមួយឆ្នាំមាន365ថ្ងៃមានតែថ្ងៃនេះហើយដែលថ្មទៅជម្រាបជូនដល់បងប្អូនកូនចៅគ្រប់មជ្ឈដ្ឋានគ្រប់ទិសទស្សនដ្ឋាននៅទីកន្លែងណាដែលថ្មបានភាវនាដោយចេញពីសុទ្ធចិត្តចេញពីបេះដូងដ៏សុទ្ធសាធដើម្បីនឹងជម្រាបជូនបងប្អូនកូនចៅប្រុសស្រីទាំងអស់គ្នាព្រោះថ្ងៃនេះគឺកម្មវិធីដែលថ្មត្រូវជម្រាបគឺកម្មវិធីវត្តខ្មែរលវែលទីក្រុងលវែលសហរដ្ឋអាមេរិកហ្នឹងកម្មវិធីបុណ្យចូលឆ្នាំថ្មីព្រោះបុណ្យចូលឆ្នាំថ្មីញាតិញោមពុទ្ធបរិស័ទហើយបុណ្យកម្មវិធីចូលឆ្នាំថ្មីនេះធ្វើយ៉ាងណាអីយ៉ាងណាទៅតាមវត្តផ្សេងតែតាមវត្តរបស់ថ្មនៅទីក្រុងលវែលសហរដ្ឋអាមេរិកនេះគឺមានគណៈកម្មការលោកអាចារ្យប្រធានអនុប្រធានបានចាត់ចែងគ្រូសូត្រស្វែងស្ដាំនិងគ្រូចៅតិកានឹងរៀបចំកម្មវិធីនឹងមានជាហូហែដែលថ្មរៀបជម្រាបជូនបងប្អូនកូនចៅដូចតទៅទី1កម្មវិធីមានលំបាកមានរបាំមានតន្ត្រីសម័យប្រគំពីរោះព្រោះថារបាំនៅស្រុកនេះដែលបានសិក្សារៀនសូត្រដែលថ្មបានឃើញកិនតែទាញស្គរក្តឹងមេចង់សតុំបរយព្រោះដូចថាវាអស់ចាអស់ទើអញ្ចឹងណាហើយនឹងកម្មវិធីបុណ្យចូលឆ្នាំថ្មីនេះទៀតបងប្អូនកូនចៅណាមានលក់ម្ហូបអាហារមានលក់នេះលក់នោះសពបែបយ៉ាងមានតង់មានអីសពបែបយ៉ាងហើយមានរបាំមានដូរតន្ត្រីសម័យមានភ្លេងមហោស្រពនឹងចែកជូនទៅដល់បងប្អូនកូនចៅទាំងអស់ដើម្បីទស្សនាអញ្ជើញមកទាំងអស់គ្នាហើយនឹងម្ហូបមានព្រីជាច្រើនហើយនឹងមានវត្ថុដូចជាចាប់ឆ្នោតបើចាប់ឆ្នោតទៅមានត្រូវជារង្វាន់ត្រូវអីសពបែបយ៉ាងអញ្ចឹងរៀបរាប់មិនអស់ទេដើម្បីទុកឱកាសឲ្យញាតិញោមមកហ្នឹងសប្រាយហ្មងបើថ្មរៀបរាប់អស់វាយូរពេលអញ្ចឹងទុកឲ្យញាតិញោមសប្រាយព្រោះថ្មដឹងចង់រៀបរាប់អស់ក៏បានដែរប៉ុន្តែទុកសប្រាយដល់ញាតិញោមជើញមកកម្មវិធីបុណ្យចូលឆ្នាំថ្មីយើងចាំពីថ្ងៃនេះចាំពីម៉ោងនេះដែលថ្មមានថែរកាទៅរហូតដល់ថ្ងៃទី19 ខែ 4 គឺថ្ងៃអាទិត្យថ្ងៃសៅរ៍មានរើបាតមាននិមន្តព្រះសង្ឃគូចរបិណ្ឌបាតក្នុងវត្តខ្មែរលវែលទីក្រុងលវែលព្រោះលោកមាន10អង្គជាងព្រោះហើយនឹងថ្ងៃអាទិត្យកម្មវិធីឆ្លងបុណ្យចូលឆ្នាំថ្មីយើងនេះហើយកម្មវិធីដែលថ្មបានរៀបរាប់ហូហែទាំងបាល់ម៉ានហ្នឹងមានមិនមានថានិយាយអស់ទៅវាខាតពេលច្រើនអញ្ចឹងទុកសប្រាយឲ្យញាតិញោមអញ្ជើញមកដើម្បីនឹងទស្សនានឹងកម្មវិធីបុណ្យចូលឆ្នាំថ្មីយើងនេះមានប្រសង់ចាត់ចែងច្រើនកន្លែងច្រើនបែបច្រើនប្រសង់ខ្មែរលវែលទីក្រុងលវែលសហរដ្ឋអាមេរិកយើងនេះអញ្ចឹងសូមឲ្យកូនតាយាយញាតិញោមបងប្អូនកូនចៅទាំងអស់ណាកមារីកមារាយុវជនយុវតីអញ្ជើញមកទស្សនានៃកម្មវិធីបុណ្យចូលឆ្នាំថ្មីវត្តខ្មែរលវែលយើងនេះដើម្បីជាសំណាងប្រទេសកម្ពុជាយើងព្រោះយើងនៅប្រទេសកម្ពុជាគេចូលរួចហើយនៅខ្មែរយើងនេះក៏ចូលរួចហើយដែរអញ្ចឹងសូមបងប្អូនកូនចៅទាំងអស់ជ្រាបជាព័ត៌មានខុសច្រឡោះអីយ៉ាងណាអញ្ជើញមកកម្មវិធីនឹងអស់ទើសហ្មងអស់ចាមែនទែនអញ្ចឹងអាត្មាសូមចម្រើនពរអាយុវែងកូនទាំងអស់គ្នាណាសូមអនុមោទនាបុណ្យចូលឆ្នាំថ្មីសូមអនុមោទនា